nàyទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំមកប្រាប់ពីរបៀបបង្កើតនៅ ID Game Sakura School ណាដល់ហើយអញ្ចឹងយើងមកធ្វើទាំងអស់គ្នាអូខេអញ្ចឹងដើម្បីយើងធ្វើបានសូមអ្នកកុំភ្លេចជួយចុច Subscribe ម្នាក់មួយមកដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតចែកជូនដល់បងប្អូនទាំងអស់គ្នាអូខេអញ្ចឹងអ្នកអត់ដែលលេងគឺអាចដូរលេងទៅគឺសុបាយមែនទែនអូខេអញ្ចឹងយើងចូលធ្វើការធ្វើទាំងអស់គ្នាហ្នឹងហើយអូខេអញ្ចឹងយើងចូលហ្គេមយើងមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវតែចូលមកដល់កន្លែងនេះអ្នកគ្នាត្រូវតែចុចកន្លែង 3 បាទហ្នឹងហើយត្រី3មកអូខេបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវទៅចូលកន្លែងនេះកន្លែងខ្ញុំដាក់យូថាច់ហ្នឹងហើយចុចមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវតែបង្កើត account អញ្ចឹងណាបង្កើត account ហើយអ្នកចុចតាមខ្ញុំនឹងទៅបើអ្នកចេះបង្កើតទេចាំខ្ញុំវីដេអូក្រោយទៀតអញ្ចឹងណាអូខេអញ្ចឹងយើងបង្កើតនៅ ID អូខេអញ្ចឹង ID បងគ្នាអត់យកមកពីណាទេគឺចាំខ្ញុំឲ្យ free ថ្ងៃអ្នកគ្នា comment មកចាំខ្ញុំឲ្យ free តែម្ដងអូខេអញ្ចឹងយើងវាយបញ្ចុកទៅ ID ណាដែលយើងចង់ដាក់គឺយើងដាក់ទៅតែមានចេះតែវាយប្រុសទៅណា ID តែយើងដាក់តែគេដាក់អស់គឺយើងដាក់បានអញ្ចឹងណាអូខេយើងចុច OK មកហ្នឹងហើយចុច OK មកបន្ទាប់មកទៀតវាចេញបែបនេះយើងចុចគេថា download មកហ្នឹងហើយ download ផ្លឹបបន្ទាប់មកទៀតវាឃើញដើរឃើញបើសិនវាដើរទេអញ្ចឹងយើងបានហើយអូខេអញ្ចឹងនេះគឺជា ID សាលារៀនអូខេខ្ញុំចង់បានចុចលេខ ID ផ្សេងទៀតឬក៏ ID សាលារៀនបែបនេះអាចអូខេ comment នៅក្នុងវីដេអូនេះម្នាក់មួយមកចាំខ្ញុំឲ្យអញ្ចឹងណា